ពេលនេះគ្រូដឹងពីហេតុផលហើយហេតុអីបានជាពួកឯងលើកបាក់ពោះតបាយគ្នាគ្រូយល់ថាពួកឯងស្រឡាញ់មិត្តភ័ក្តិសងសឹកជួសមិត្តភ័ក្តិប៉ុន្តែពួកឯងសាកគិតមើលការប្រើហិង្សាដោះស្រាយបញ្ហាធ្វើឲ្យមានផលអវិជ្ជមានទាំងអស់ការគ្រូនៅក្មេងគ្រូគិតថាលយប៉ុន្តែពេលធំជាចាស់ទុំទើបយល់ថាយ៉ាងច្រើនបានត្រឹមតែជនពីលបើពួកឯងចង់ធ្វើជាអ្នកលេងឯងត្រូវបង្រៀនពួកវាជាអ្នកលេងត្រឹមត្រូវគ្រូដឹងថាឯងមិនមែនធម្មតាទេពេលវិចារណាវិញយើងចង់ជួបណាគ្រប់គ្នាថាវាខ្លាំងណាស់យើងនេះក៏ចង់ខ្លាំងជាមួយវាបន្តិចដែរវើយមិនចឹងស្មើគ្រប់គ្នាហើយយើងថាបងប៉េងបាទបងប៉េងក្មេងមួយក្រុមនេះក៏គួរអាណិតដែរវើយដោយអានេះត្រូវវាយបដានៅតាមផ្លូវផ្ញើលុយឲ្យបងអូនវារៀនសូត្រចំណែកអាសាន់តាវិញធ្វើឲ្យបងអូនស្រីបងធំវាមានផ្ទៃពោះអីកំពុងថាប់ទៀបចឹងនេះហ៎ខ្ញុំក្តៅកាហាយរឿងលុយណាបងអញយកលុយទៅធ្វើអីឬអញយកទៅជក់ថ្នាំអាចឆ្នៃងាប់ទៅអាចចោលមកទៀតគេលេងជាមួយយើងដល់ថ្នាក់នេះផងវាជាប់ជួយចាប់ចោលចាប់វាឆ្មោកវិញបានទេពួកគេទាំងពីរនាក់នេះត្រូវប្តឹងជាប់ចោទពីបទមនុស្សឃាតដោយចេតនាណាចា៎ជួយខ្ញុំផងបងចាំយើងរកទីជួយពួកឯងចេញមកប៉ុន្តែពួកគេនៅជាយុវជននៅឡើយទេលោកប៉ូលីសដឹងច្បាស់ហើយមែនទេថាពួកគេនៅមានច្បាប់កាខ្ញុំចំណែនឯងណាម៉ាឯងល្អខ្លាំងណាស់ពួកឯងគ្រប់គ្នាសំណាមមានម្ដាយខ្ញុំអន់ម្ដាយដូចជាពួកឯងនោះទេណាឯងទៅស្លាប់ទៅម៉ាចានការពួកវារឿងក្មេងស្ទាវអ្នកលេងខោខ្លីវគ្គ 2